ជាទីគោរពអំបញ្ញនេះលោកអ្នកបានតាមទស្សនាអំពីរមណីយដ្ឋានពិសេសរបស់ព្រះរាជាណាចក្រកម្ពុជារបស់យើងដែលនឹងផ្សាយជូនបាទអំពីសក្តានុពលរបស់វិស័យទេសចររបស់ព្រះរាជាណាចក្រកម្ពុជាកម្មវិធីនៅក្នុងគណៈពេលនេះមិនទាន់ដល់ទីបញ្ចប់នោះទេសូមអនុញ្ញាតបង្ហាញជូនតើមានអ្វីបង្ហាញជូនប្រិមិត្តដែលកំពុងតាមទស្សនាចាយើងនៅមានបទចម្រៀងដ៏ពិសេសជាបទមនោសញ្ចេតនាដ៏ជ្រាលជ្រៅមួយបទចុងក្រោយសម្រាប់ជាចំណងដៃជូនទៅដល់អាយដាមលោកជំទាវលោកលោកស្រីនាងកញ្ញាទូរទស្សនិកជនដែលកំពុងតែទស្សនាការផ្សាយផ្ទាល់ការប្រគំតន្ត្រីមិត្តភាពនៅថ្ងៃនេះចានេះគឺជាបទមួយដែលហាក់បីដូចជាស្ថិតនៅជាប់ក្នុងបេះដូងរបស់ប្រជាជាតិកម្ពុជាយើងរួចទៅហើយចាគឺជាបទក្រោមចំណងជើងថារាត្រីដែលបានជួបភ័ក្រចាបទរាត្រីដែលបានជួបភ័ក្រជាព្រះរាជនិពន្ធរបស់ព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិខ្មែរនិងសម្រួលតន្ត្រីក៏ដូចជាបញ្ជាវងភ្លេងដោយលោកសាស្ត្រាចារ្យប៉ែនសំអល់ដូច្នេះសូមអញ្ជើញតាមទស្សនាដូចតទៅវិសាលមែនទែនសម្រាប់បទរាត្រីដែលបានជួបភ័ក្រចាស្ដាប់ហើយចាំមានអារម្មណ៍លន្លង់លន្លោច
ទៅតាមមនោសញ្ចេតនានៃបទចម្រៀងបង្ហាញពីស្នេហាដ៏ជ្រាលជ្រៅរបស់គូស្នេហ៍ទាំងពីររូបបាទក៏ប៉ុន្តែអ្វីដែលសំខាន់នោះគឺជាការប្រគំតន្ត្រីរួមគ្នាជាមួយនឹងសិស្សសាលាបាទសិស្សតន្ត្រីSymphony រួមជាមួយនឹងតន្ត្រីក៏យុវវ័យក្មេងដែលអញ្ជើញមកពីបាទទីក្រុងហុងកុងបង្កើតបានជាបទចម្រៀងមួយដែលគួរជាទីមោទនៈបំផុតហើយក៏ជាការបញ្ជាក់ថាវប្បធម៌អរិយធម៌របស់ព្រះរាជាណាចក្រកម្ពុជាគឺមានបណ្ដាប្រទេសជាច្រើននៅក្នុងពិភពលោកចាប់អារម្មណ៍ហើយនៅក្នុងនោះផងដែរក៏មានការបង្ហាញជូនជាស្រាប់ដែលទាក់ទងទៅនឹងការប្រគំតន្ត្រីនាពេលអំបញ្ញមិញនេះផងដែរចានៅក្នុងនោះយើងក៏មានតន្ត្រីករដែលអញ្ជើញមកពីជានិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលដឹកនាំដោយលោកសាស្ត្រាចារ្យប៉ែនសំអល់ថ្ងៃនេះតន្ត្រីករទាំងអស់គ្នាជួបគ្នាផ្លាស់ប្ដូរបទពិសោធន៍បង្ហាញជូនលោកអ្នកនៅមិត្តភាពដ៏ស្អិតរមួតរវាងប្រទេសនិងប្រទេសហើយសង្ឃឹមថាយើងនឹងមានឱកាសការសម្ដែងការប្រគំតន្ត្រីបែបនេះនៅវេលាក្រោយទៀតដើម្បីជាការថ្លែងអំណរគុណក៏ដូចជាការបង្ហាញជូនពីការបាទស្រឡាញ់ដល់តន្ត្រីករនៅក្នុងគណៈពេលនេះចាក៏ដូចជាការយើងនិយាយថាដឹងគុណអរគុណយ៉ាងជ្រាលជ្រៅដល់អ្នកទាំងអស់គ្នាដែលខិតខំចាចំណាយពេលវេលាខិតខំសម្ដែងបានយ៉ាងល្អឥតខ្ចោះនៅថ្ងៃនេះយើងចុងក្រោយនៃកម្មវិធីក៏មានពិធីប្រគល់វិញ្ញាបនបត្រហើយនេះខ្ញុំសូមឈានឱកាសនេះដើម្បីគោរពអញ្ជើញកញ្ញា Sharon ដែលតំណាងពីសាលាតន្ត្រី Symphony សូមអញ្ជើញកញ្ញា Sharon ឡើងមកកាន់វេទិកាក៏ដូចជាសូមគោរពអញ្ជើញចាលោក Marcus Show តំណាងតន្ត្រីករពីទីក្រុងហុងកុងចាសូមគោរពអញ្ជើញមកខាងមុខចាលោកនៅលើវេទិកាស្រាប់ហើយនិងយើងក៏មានការអមដំណើរពីលោកសាស្ត្រាចារ្យប៉ែនសំអល់ផងដែរនៅក្នុងគណៈពេលនេះពីកម្មវិធីសូមអនុញ្ញាតគ្រប់អញ្ជើញវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមម៉ាយុទ្ធរដ្ឋលេខាធិការក្រសួងព័ត៌មានសូមអនុញ្ញាតផ្ដល់វត្តមានក្នុងការផ្ដល់ជូននៅបាច់ផ្កាក៏ដូចជាវិញ្ញាបនបត្រដល់បាទអ្នកដែលបានបង្ហាញជូននៅបាញ់មិញរួមជំនឹងវត្តមានឯកឧត្តមគួងកន្តរាអនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈតំណាងដល់ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវត្តមានលោកជំទាវចន្ទធីអនុរដ្ឋលេខាធិការនៃក្រសួងព័ត៌មានអនុញ្ញាតផ្ដល់វត្តមានក្នុងការផ្ដល់ជូនបាច់ផ្ការួមជាមួយនឹងបាទបានបញ្ជាក់នៃសមត្ថភាពនៅដំបងសូមអនុញ្ញាតគ្រប់អញ្ជើញឯកឧត្តមរដ្ឋលេខាធិការក្រសួងព័ត៌មានសូមគ្រប់អញ្ជើញចាសូមផ្ដល់សម្លេងស្វាគមន៍ទៅជួយទៅដល់អាដាមហើយថ្ងៃនេះការផ្សាយផ្ទាល់របស់យើងមានភាពកក់ក្ដៅខ្លាំងណាស់ដោយបានចាអាដាមចូលរួមចាសូមប្រកល់ជូនកញ្ញា Sharon ចាតំណាងពីសាលាតន្ត្រី Symphony និងមានបាច់ផ្កាចាសូមគ្រប់អញ្ជើញបាទជាបន្តសូមអនុញ្ញាតគ្រប់អញ្ជើញឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមគ្រប់អញ្ជើញចាក៏ដូចជាលោកជំទាវចន្ទធីឡើងមកកាន់វេទិកាដែរដើម្បីយើងចូលរួមអបអរសាទរទាំងអស់គ្នានិងថតរូបជាអនុស្សាវរីយ៍ដើម្បីបិទកម្មវិធីនៅពេលបន្តិចទៀតនេះបាទវិញ្ញាបនបត្ររបស់យើងដូចជានៅសល់មួយទៀតបាទសូមផ្ដល់ជូនតែម្ដងបាទនេះគឺជាការថតរូបអនុស្សាវរីយ៍ថ្នាក់ដឹកនាំរបស់ស្ថាប័នរួមជាមួយនឹងសិល្បករសិល្បករនីទាំងហ្វូនីកម្ពុជារួមជាមួយនឹងក្រុមតន្ត្រីករដែលអញ្ជើញមកពីហុងកុងចាយើងមានលោកអគ្គនាយកហ៊ុនឡានៃសាលាតន្ត្រី Symphony ចានៅពេលនេះដែរនេះខ្ញុំសូមជិតឱកាសថ្លែងអំណរគុណដល់ការសហការរវាងស្ថានីយ៍ចាទូរទស្សន៍ជាតិកម្ពុជាសាលាតន្ត្រី Symphony ក៏ដូចជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចានិងក្នុងនោះដែរយើងក៏មានឧបត្ថម្ភគ្រប់គ្រងពីសន្តាគារ Almond និងភោជនីយដ្ឋាន Topaz លោកស្រីទូរទស្សនិកជនជាទីគោរពនៅក្នុងគណៈពេលនេះការផ្សាយផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជាដល់ទីបញ្ចប់យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅឯកឧត្តមម៉ាយុទ្ធរដ្ឋលេខាធិការក្រសួងព័ត៌មានលោកជំទាវចន្ទធីអនុរដ្ឋលេខាធិការក្រសួងព័ត៌មាននិងវត្តមានរបស់ឯកឧត្តម
គង់កន្តរាអនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមថ្លែងអំណរគុណដល់ឯកឧត្តមលោកជំទាវលោកកញ្ញាលោកស្រីនាងកញ្ញាជាពិសេសនោះគឺវត្តមានរបស់អស់លោកដែលជាក្រុមតន្ត្រីករដែលអញ្ជើញមកពីសាលាដូតន្ត្រីស៊ីមហ្វូនីរួមជាមួយនឹងតន្ត្រីករដែលអញ្ជើញមកពីទីក្រុងហុងកុងទាំងអស់ដែលបានផ្ដល់វត្តមានក្នុងការបង្ហាញជូនទស្សនីយភាពដ៏កម្រសម្រាប់ព្រះរាជាណាចក្រកម្ពុជានៅក្នុងគណៈពិនិត្យការផ្សាយផ្ទាល់របស់ទូរទស្សន៍កម្ពុជាដល់ទីបញ្ចប់អរគុណយ៉ាងជ្រាលជ្រៅការតាមដានទស្សនៈរបស់លោកអ្នកនាងយើងខ្ញុំទឹក3នាក់សូមលំអរកាយជម្រាបលា